ខ្ញុំសែនឯកាសម្លឹងមើលទៅដួងច័ន្ទថ្លាតើថ្ងៃណាខ្ញុំមានស្នេហាដូចគេវាជាទម្លាប់របស់ខ្ញុំរស់នៅម្នាក់ឯងឯកាមកណាក៏ឃើញគេសុទ្ធតែមានសង្សារសាក់ខ្ញុំជាមនុស្សបែបណាឬមួយរូបខ្ញុំមិនល្អទៅគ្មានអ្នកណាប្រាថ្នាអង្គុយបន្ព្រះបន្ទេវតាខ្ញុំបានជួបស្នេហ៍ពិនរួចផុតពីភពដល់ឯកាឬផុតពីភូមិដល់ងងឹនមិនចង់ពិបាកចិត្តមិនចង់នៅដេកអត់លិនព្រោះតែគ្មានស្នេហាព្រះច័ន្ទនាយសមុទ្រក៏មានអ្នកលួចលងស្នេហាសម្លឹងមើលដួងតារាក៏គេមានគូរែត្រៀបត្រាចំណែកខ្ញុំឯកាគូព្រេងនៅឯណាហើយមួយក៏ទេវតាមិនបើកភ្នែកអង្គុយលេងទូរស័ព្ទដល់យប់ជ្រៅម៉ោង2ម៉ោង3មានវ័យក្រៅពីហ្គេមព្រោះក្នុងឆាតគ្មានមនុស្សស្រីតែខ្ញុំធ្វើខុសអីនេះខ្ញុំខុសអីរំលែកខាត់អាប់រៃនិចមិនប្រណីដល់ខ្ញុំចង់ខ្លាយទៅជាបាសាបាស័យហោះហើរទាំងគូត្រកងចង់រស់នៅម្នាក់ឯងកណ្ដោយកណ្ដែងគ្មានគូសាសងសាណាជួយប្រាប់ខ្ញុំផងលើណាទៅរកស្នេហ៍ពិតឲ្យខ្ញុំដូចចិត្តបានដូចបំណងខំស្រ័យសួរមេឃក៏មេឃមិនតបខំស្រ័យសួរដីក៏ដីមិនឆ្លើយរយប់ដេកយំម្នាក់ឯងកណ្ដោយកណ្ដែងទឹកភ្នែកចុះខ្នើយឲ្យបែដងខ្ញុំឲ្យពេលណាលើកលែងឲ្យខ្ញុំបានជួបស្នេហាបើសិនជាអាចខ្ញុំមានអំណាចមានឥទ្ធិពលខ្លាំងក្លាចង់ហោះឲ្យផុតពីភពផែនដីរួចហើយទៅជួបនឹងទេវតារួចហើយខ្ញុំសួរលោកថាគូព្រេងខ្ញុំនៅឯណាហេតុអ្វីខ្ញុំរស់ឯ